បានព្រះអង្គសម្ដែងពីទូនីតិប្តីប្រពន្ធបើចង់នៅជាមួយគ្នាក្នុងផ្ទះហ្នឹងឲ្យបានសុខជាមួយគ្នាតតែអនុវត្តតាមទូនីតិហើយទូនីតិហ្នឹងស្អែកអាចារ្យនឹងបញ្ជាក់បន្ថែមហើយទី1ហ្នឹងគឺខាងទូនីតិខាងប្តីទូនីតិខាងប្តីហ្នឹងគេហៅថាឲ្យចេះស្រឡាញ់ណាឲ្យចេះស្រឡាញ់សមាននាយៈឲ្យចេះស្រឡាញ់ប្រពន្ធពោលពាក្យពីរោះពិសាកុំប្រើពាក្យអាមឹងកុំប្រើពាក្យសម្ដីណាដែលនាំឲ្យទំនាស់លេងសើចជ្រុលក៏ទាស់នៅខាងអាត្មាជួបប្រទះផ្ទាល់2 3គូហើយបែកគ្នាដោយសារលេងជ្រុលលេងដំបងលេងអត់ប្រកាន់នេះថ្ងៃណាមួយប្តីមកពីធ្វើការមួម៉ៅប្រកាន់ហ្មងញោមហើយតែប្រកាន់ណាបើបងឯងមិនពេញចិត្តទេទៅផ្ទះបងឯងវិញទៅផ្ទះវិញស្រាប់តែបោះខោអាវនោះយកខោអាវទៅផ្ទះបងឯងវិញប្តីនោះមួម៉ៅទាញខោអាវទៅផ្ទះមែនទៅទល់ថ្ងៃហ្នឹងអត់មកវិញរហូតអាហ្នឹងមួយគូទៅហើយមួយគូទៀតនិយាយលេងប្តីនឹងទៅណាបាត់ទៅចុះទៅឡើងទៅប្រពន្ធនឹងរបៀបលេងថាបើហ៊ានទៅដល់កុំមកតែមកវិញឆ្កែប្តីអត់មកទល់ថ្ងៃនេះអញ្ចឹងបានថាអាពាក្យលេងខ្លះវាជ្រុលអញ្ចឹងបានថាតួនាទីទី1ប្រយ័ត្នប្រយែងរឿងពាក្យសម្ដីនឹងមួយម៉ាត់ខុសមួយម៉ាត់ត្រូវហើយដូច្នេះហើយចេះអត់ធ្មត់ស្រឡាញ់គ្នាអញ្ចឹងមកទី2អវិមាននាយៈមានន័យថាកុំបៀតបៀនកុំមើលងាយទោះបីគ្នាល្ងិតគ្នាល្ងងយ៉ាងណាក៏ដោយចេះជួយចេះសណ្ដោសគ្នាទៅវិញទៅមកក្នុងនាមជាប្តីប្រពន្ធដូចជីវិតយើងមួយដែរអញ្ចឹងដូចជាផ្នែកមួយនៃជីវិតយើងខាងប្រពន្ធក៏គេគិតថាយើងជាផ្នែកមួយនៃជីវិតគេខាងយើងនេះក៏គិតថាជាប្រពន្ធរបស់យើងតែបើដូច្នេះកុំមើលងាយកុំបៀតបៀនកុំនិយាយពីអសុរោះមានការជេរបន្តិចផ្ដាសាអីគេថាទំនាយមួយទៀតញោមបើប្តីប្រពន្ធជេរគ្នាហែកស្ហូរគ្នាអាមឹងគ្រួសាររស់ស៊ីអត់មានទេពួកមេបាននៅលើផ្ទះដូនតាចាស់ទុំទេផ្ដាំមិនថែអាសារស់ស៊ីអត់មានទេឯទី3នោះគេហៅថាអនតិចរិយាយៈកុំឲ្យក្បត់ចិត្តគ្នាអីពីព្រោះគ្នាលះបង់សេចក្តីសប្បាយសពបែបយ៉ាងនៅជាមួយម៉ែជាមួយឪគ្នាឥឡូវគ្នាសុខចិត្តលះបង់ជីវិតមកតស៊ូកវែកកឆ្នាំងជាមួយយើងគ្នាហ៊ានលះបង់ដល់ជីវិតមកនៅជាមួយយើងហើយបើដូច្នេះស្រឡាញ់គ្នាឲ្យដូចជាសាច់ឈាមសាច់ឈាមពិតរបស់យើងអញ្ចឹងទៅកុំក្បត់ចិត្តគ្នាកុំកលងចិត្តគ្នាហើយបើយើងកលងចិត្តធ្វើឲ្យគេលំបាកហ្នឹងវាមានអាទោសនឹងឯងតទៅអនាគតគេក្បត់គេធ្វើបាបយើងវិញតែដដែលទេដូច្នេះអញ្ចឹងហើយមួយទៀតលោកហៅថាអ៊ីសារិយៈវោសកេនៈគឺឲ្យប្រពន្ធនឹងមានសិទ្ធិជាធំក្នុងផ្ទះផងកុំអាងតែប្តីជាធំពេកមុននឹងទិញមុននឹងធ្វើអីសួរនាំសួរមតិសួរយោបល់ចាត់ទុកថាគាត់នឹងជាអ្នកធំក្នុងផ្ទះនឹងដែរយើងលើកតម្កើងសួរនាំគាត់ផងឯចំណែកខាងទី5គឺថាអលង្ការៈទានបទាននេអ្នកធម្មតាមនុស្សស្រីគ្នាចូលចំណោមត្រូវការស្លៀកពាក់តែងខ្លួនមានកវលមានខ្សែកមានជៀនរបស់របរបើប្តីនឹងរិះធំពេកវាអាប់កិត្តិយសដល់ប្តីនឹងដែរបើប្រពន្ធចូលចំណោមគេទៅរៀងសញ្ញាបន្តិចទៅល្អភ្នែកគេទៅសើទាំងប្តីទាំងប្រពន្ធដែរដូច្នេះបែងចែកអលង្ការឲ្យផងនេះតួនាទីជាប្តី